សុភ័ក្រមានអារម្មណ៍ស្រាលខ្លួនហើយចាប់ពីយប់នោះមកគាត់ក៏លែងយល់សប្តិឃើញកូនក្រមុំខ្មោចនោះទៀតហើយតែឈើចាស់នោះក៏លែងមានភាពអាប់អួរដូចមុនទៀតដែររឿងរ៉ាវរបស់សុភ័ក្របានក្លាយជារឿងនិទានថ្មីមួយនៅក្នុងភូមិអំពីរបៀបដែលគាត់បានជួយកូនក្រមុំខ្មោចឲ្យបានទៅសុគតិភពទោះបីជាសុភ័ក្រនៅមិនជឿទាំងស្រុងលើអបិយជំនឿក៏ដោយគាត់ក៏មិនហ៊ានមើងងាយរឿងរ៉ាវអាថ៌កំបាំងដែលមើលមិនឃើញនោះឡើយរឿងនិទានរបស់សុភ័ក្រអំពីការជួយវិញ្ញាណកូនក្រមុំឲ្យបានទៅកាន់សុគតិភពបានល្បីសុសសាយទៅដល់អ្នកភូមិហើយថែមទាំងបានដល់ត្រចៀករបស់មនុស្សនៅខាងក្រៅភូមិទៀតផងក្នុងចំណោមអ្នកដែលបានឮរឿងនេះមានយុវតីម្នាក់ឈ្មោះស្រីលក្ខជានិស្សិតផ្នែកប្រវត្តិសាស្ត្រដែលចូលចិត្តស្រាវជ្រាវរឿងព្រេងនិទាននិងអាថ៌កំបាំងបុរាណស្រីលក្ខមានអារម្មណ៍ទាក់ទាញយ៉ាងខ្លាំងនឹងរឿងកូនក្រមុំខ្មោចនាងគិតថាត្រូវតែមានប្រវត្តិពិតប្រាកដនៅពីក្រោយរឿងព្រេងនេះហើយការស្លាប់របស់នារីម្នាក់មុនថ្ងៃរៀបការរហូតដល់វិញ្ញាណនោះនៅជាប់គាំងត្រូវតែជារឿងសោកនាដកម្មដ៏ធំមួយនាងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិដាច់ស្រយាលនោះ